សួស្តីប្រិយមិត្តដែលនិយមគាំទ្រចំណី ESP Education ក្តីបងប្អូនសិស្សានុសិស្សនិស្សិតដែលតែងតែគាំទ្រតាក់ទងទៅនឹងវិញ្ញាបនរបស់ ESP Education របស់នេះខ្ញុំតែងតែលើកឡើងនៅថ្ងៃនេះដែរអ្នកគ្រូនឹងបន្តវីដេអូភាគទី2តាក់ទងទៅនឹងការពីក៏ដូចជាការរៀបចំតាក់ទងទៅនឹងសារណាការគ្រប់គ្រងទ្រព្យសកម្មរយៈពេលវែងភាគទី2ផងដែរហើយមុននឹងចាប់ផ្ដើមអ្នកគ្រូសូមធ្វើការ review តាក់ទងទៅនឹងទ្រឹស្ដីពាក់ព័ន្ធទៅនឹងការរំលោភស្មារតីរបស់យើងបន្តទៀតណាដែលរូបមន្តរបស់យើងអ្នកគ្រូបានលម្អិតនៅក្នុងវីដេអូមុនបន្តិចហើយគឺជាការអ្នកគ្រូសូមរំលឹកណាជាវិធីសាស្ត្ររំលោះស្មារតីដែលតម្លៃវាស្មើគ្នាណារំលោះស្មើគ្នាក្នុងមួយឆ្នាំនៃអាយុការប្រើប្រាស់របស់ទ្រព្យសកម្មហើយរូបមន្តនៃការកណនីរបស់វាហ្នឹងគឺយើងយកតម្លៃមានន័យថាតម្លៃដែលអាចរំលោះបានចែកនឹងរយៈពេលប្រើប្រាស់របស់វាសរុបឬក៏យើងយកថ្លៃដើមដកជាមួយតម្លៃកាត់សំណល់ចែកនឹងអាយុការប្រើប្រាស់របស់វាទាំងស្រុងតែម្ដងណាឬទាំងអស់តែម្ដងអូខេអញ្ចឹងយើងចូលមកកាន់តារាងរបស់យើងជាក់ស្ដែងអញ្ចឹងនៅក្នុងគេហៅថាវិក័យប័ត្ររបស់យើងដឹងហើយអាយុកាលនៃការប្រើប្រាស់របស់វាអត់ពេញមួយឆ្នាំដូចvớiការសិក្សារបស់យើងទូទៅទេគឺទ្រព្យសកម្មនោះគឺទិញនៅចុងខែ3ហើយប្រើប្រាស់នៅដើមខែ4អញ្ចឹងវាមានតារាងរៀងចម្លែកខុសពីតារាងយើងធម្មតាដែលប្រើនៅក្នុងការសិក្សារៀនសូត្រគឺរំលោះពេញមួយឆ្នាំតែម្ដងអូខេឥឡូវយើងចូលមកសិក្សាទាំងអស់គ្នានៅក្នុងការណែនាំនេះអូខេអញ្ចឹងនេះអ្នកគ្រូសូមបង្ហាញតាក់ទងទៅនឹងតារាងរំលោះរបស់យើងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវធ្វើតារាងរំលោះនៅក្នុង Excel ដើម្បីទៀងទាត់ជាមួយអ្នកគ្រូឬក៏យើងធ្វើតារាងដៃហើយកណនីតាមការណែនាំរបស់អ្នកគ្រូអញ្ចឹងដំបូងយើងត្រូវមានថ្លៃដើមគឺ800ហើយតម្លៃកាកសំណល់ដែលយើងសន្មតគឺអត់មាន0អាយុការប្រើប្រាស់គឺ4ឆ្នាំហើយថ្ងៃខែដែលយើងចាប់ផ្ដើមប្រើប្រាស់នោះគឺនៅថ្ងៃខែ4ឆ្នាំ2022ហើយចំពោះចំណាយរំលោះប្រចាំឆ្នាំរបស់យើងបើយើងចែកជាក់ស្ដែងគឺមានន័យ800ចែកនឹង4គឺស្មើនឹង200ណានេះធម្មតាតាមរូបមន្តគឺស្មើនឹង800ចែកនឹង4ណាគឺចែកនឹង4ឆ្នាំហ្នឹងឯងហ្នឹងពួកយើងដកតម្លៃកាកសំណល់វា0ណានេះ800គឺថ្លៃដើមដកជាមួយនឹងតម្លៃកាកសំណល់វាគឺ0ហើយចែកជាមួយនឹង4គឺស្មើនឹង200ក្នុងមួយឆ្នាំប៉ុន្តែដោយសារតែការប្រើប្រាស់របស់វាគឺនៅឆ្នាំទី1ហ្នឹងគឺមានរយៈពេលប្រហែលទាំងអស់គ្នាគឺមានរយៈពេលតែ9ខែទេណាឥឡូវអ្នកគ្រូសុំបែងចែកគឺខែ1អត់មានខែ2អត់មានខែ3ក៏ទិញមកតែអត់ទាន់ប្រើប្រាស់ខែ4យើងប្រើខែ5យើងប្រើខែ6យើងប្រើខែ7ខែ8ខែ9ណាហើយចំពោះខែ10 11និង12អញ្ចឹងមានន័យថាអ្នកគ្រូសុំបែងចែកវាជា4ត្រីមាសណានៅក្នុងការណែនាំនេះគឺអ្នកគ្រូសុំបែងចែកវាជា4ត្រីមាសប៉ុន្តែដោយឡែកត្រីមាសទី1នេះគឺអត់មានការប្រើប្រាស់ទេត្រីមាសទី1អត់មានការប្រើប្រាស់ទេអញ្ចឹងមានតែត្រីមាសទី2មួយត្រីមាសទី3មួយត្រីមាសនិងទី4មួយត្រីមាសសរុបគឺត្រីមាសដែលប្រើប្រាស់ឆ្នាំដំបូងគឺមាន3ត្រីមាសដែលយើងអាចធ្វើជាប្រភេទបានគឺមាន3ចែកនឹង4មួយឆ្នាំដំបូងគឺមានតម្លៃត្រឹមតែ3ចែកនឹង4តែប៉ុណ្្នឹងឯងណាគឺស្មើនឹង3ចែកនឹង4មានថាតម្លៃរបស់វាគឺ 0.75 រយៈពេលរបស់វាគឺ 0.75 ឆ្នាំណាអត់បានពេញមួយឆ្នាំទេអញ្ចឹងនេះអញ្ចឹងអ្នកគ្រូធ្វើការចែកណាអញ្ចឹងតារាងរបស់យើងគឺដោយសារវាមានលក្ខណៈពិសេសអញ្ចឹងតារាងរបស់យើងបែងចែកចុងឆ្នាំហើយរយៈពេលប្រើប្រាស់ពិតប្រាកដហើយសមតុល្យដើមគ្រាចំណាយរំលោះបង្ករំលោះនិងសមតុល្យចុងគ្រានេះធម្មតាប៉ុន្តែអ្វីដែលចម្លែកនោះគឺកន្លែងនេះណាដោយសារវាមានរយៈពេលវាមិនដូចជាការយើងសិក្សាមួយឆ្នាំគត់ទេណានេះគឺវាប្រែប្រួលអញ្ចឹងនៅទីនេះគឺអ្នកគ្រូសុំណែនាំកន្លែងនេះណាអញ្ចឹងឲ្យឆ្នាំដំបូងហ្នឹងគឺមានតម្លៃប្រមាណទាំងអស់គ្នាគឺយើងរាប់មកពីខែ4រហូតដល់ខែ12គឺមានតែ9ខែទេហើយ9ខែចែកនឹង12ណាយើងអាចយក9ចែកនឹង12ឬក៏យក3ទៅចែកជាមួយនឹង4ក៏បានណាដូចតែគ្នាទេណាគឺឃើញ0.75ឆ្នាំដូចគ្នាណាទាំងអស់គ្នាធ្វើមិនក៏បានដែរអញ្ចឹងហ្នឹងគឺមានរយៈពេលតែ9ខែទេអញ្ចឹងវាស្មើនឹង 0.75 ឆ្នាំដោយឡែកឆ្នាំទី2គឺ1ឆ្នាំពេញឆ្នាំទី3ក៏1ឆ្នាំពេញឆ្នាំទី4ក៏សំទោសឆ្នាំទី3ក៏1ឆ្នាំពេញឆ្នាំទី4ក៏1ឆ្នាំពេញដោយឡែកនៅក្នុងនេះចុងឆ្នាំទី5ដោយសារតែធម្មតាវាត្រូវប្រើ4ឆ្នាំនេះ3ឆ្នាំអញ្ចឹងនេះ0.75អញ្ចឹងនៅសេសសល់ប្រមាណគឺនៅខាងក្រោមនេះគឺស្មើជាមួយនឹងអីស្មើជាមួយនឹងនៅសល់3ខែវា3ខែចែក12ខែព្រោះអីយើងត្រូវប្រើគ្រប់4ឆ្នាំ
ណាអញ្ចឹង 0.75 ឆ្នាំអញ្ចឹងយើងបូកសរុប30មកគឺស្មើនឹងផលបូកទាំងអស់ហ្នឹង4ឆ្នាំណាគឺត្រឹមត្រូវតែម្ដងអញ្ចឹងបញ្ជាក់ម្ដងទៀតឆ្នាំទី1ដាច់ខែខែ12ឆ្នាំ2022គឺប្រើបាន9ខែដាច់ឆ្នាំ2023ប្រើបាន1ឆ្នាំដាច់ឆ្នាំ2024គឺប្រើបាន1ឆ្នាំដាច់ឆ្នាំ2025គឺប្រើបាន1ឆ្នាំដាច់ឆ្នាំ2026យើងប្រើបានតែ3ខែទេគឺមានន័យថាយើងប្រើត្រឹមថ្ងៃទីមកចុងខែ3ណាទាំងអស់គ្នាយើងឬថាដើមខែ4ប៉ុន្តែដោយសារការប្រកាសចំណូលចំណាយប្រាក់ចំណេញសុទ្ធរបស់យើងគឺដល់ចុងឆ្នាំអញ្ចឹងអ្នកគ្រូសូមបញ្ជាក់តែប៉ុណ្្នឹងឯងណាទោះយើងបិទបញ្ជីនៅចុងឆ្នាំប៉ុន្តែយើងបញ្ចប់រំលោះវាតាំងពីខែ3ទៅហើយណាអូខេឥឡូវយើងមកចូលដល់ការរៀបចំតារាងរំលោះយើងវិញអញ្ចឹងតារាងរំលោះរបស់យើងគឺមានន័យថាសមតុល្យដើមគ្រាដំបូងគឺយើងស្មើជាមួយនឹងលុយរបស់វាប្រកាសខុសវាគឺ$800ណាហើយតម្លៃចំណាយរំលោះរបស់វានេះចំណាយរំលោះរបស់វាគឺយើងស្មើជាមួយនឹងចំណាយរំលោះជាក់ស្ដែងដែលយើងគណនាតាមរូបមន្ត$200ហ្នឹងគុណជាមួយនឹងរយៈពេលឆ្នាំរបស់វាការពិតវាត្រូវគុណ1ឆ្នាំប៉ុន្តែដោយសារនេះមាន 0.75 អញ្ចឹងយើងគុណ 0.75 ទៅអញ្ចឹង1ឆ្នាំដំបូងគឺប្រើតែ150ទេអញ្ចឹងអ្នកគ្រូអើយដល់ពេលឆ្នាំទី2យើងស្មើជាមួយនឹងអីយើងស្មើជាមួយនឹង200ណាគុណជាមួយនឹង1ឆ្នាំណាហើយដល់ពេលឆ្នាំទី3យើងស្មើនឹង200នេះគុណជាមួយនឹង1ឆ្នាំដោយសារវាប្រើប្រាស់ពេញ1ឆ្នាំអីទេ$200ហើយឆ្នាំទី3ក៏ដូចគ្នាណាគឺស្មើនឹង200គុណជាមួយនឹង1ឆ្នាំណាអូខេហើយដល់ពេលឆ្នាំទី3គឺស្មើនឹង200សំទោសឆ្នាំទី5ណា200គុណជាមួយនឹង0.25ណាដងទៀតឆ្នាំទី2ទី3ទី4គឺយើងយក200គុណនឹង1ឆ្នាំដោយឡែកនៅឆ្នាំទី1គឺយើងយកគុណជាមួយ 0.75 ហើយឆ្នាំចុងក្រោយនោះគឺឆ្នាំទី5គឺគុណជាមួយនឹង 0.5 ណា 0.25 ប្រសិនបើមានការខុសឆ្គងក៏សូមខន្តីអភ័យទោសដែរណាអូខេតមកទៀតតកតងទៅនឹងបង្គោលរំលោះយើងអាចប្រើ ending balance មុនក៏បាន ending balance គឺស្មើនឹងអីស្មើជាមួយនឹងសមតុល្យដើមគ្រាដកជាមួយនឹងចំណាយរំលោះប្រើប្រាស់ណាដកមកអញ្ចឹងយើងបាន 0.65 ហើយចំពោះដើមគ្រាចាស់ដើមគ្រាសំទោសដើមគ្រាថ្មីគឺជាចុងគ្រាចាស់នេះណាគឺជាចុងគ្រាចាស់នេះគឺ0.សំទោស650ណាអញ្ចឹងមានន័យថាចុងគ្រាចាស់គឺជាដើមគ្រាថ្មីណាអញ្ចឹងបន្ទាប់មកយើងយកដើមគ្រាដកជាមួយនឹងតម្លៃប្រើប្រាស់របស់វាចំណាយរំលោះរបស់វានេះ$200គឺស្មើជាមួយ450ហើយចុងគ្រាហ្នឹងប្រផ្លាយទៅជាដើមគ្រាណាចឹង450បន្ទាប់មកទៀត450ហ្នឹងប្រើប្រាស់ចំណាយរំលោះ200ទៀតចឹង450ដកជាមួយនឹងចំណាយរំលោះ200ក្នុងឆ្នាំទី3គឺសល់250ហើយបន្ទាប់មក250នេះចុងគ្រាផ្លាយទៅជាដើមគ្រាឆ្នាំបន្ទាប់ណាចឹងនេះដើមគ្រាបន្ទាប់មកទៀតយើងយកចុងគ្រាក្នុងចុងគ្រាហ្នឹងចុងគ្រាឆ្នាំទី4ហ្នឹងគឺស្មើនឹងដើមគ្រាឆ្នាំទី4ដកជាមួយនឹងចំណាយរំលោះស្មើជាមួយនឹង$50ហើយចុងគ្រាចាស់ហ្នឹងខ្លាយទៅជាដើមគ្រាថ្មីគឺស្មើនឹង$50អញ្ចឹងមានន័យថាចុងគ្រា2022ខ្លាយទៅជាដើមគ្រា2023ចុងគ្រា2023ខ្លាយទៅជាដើមគ្រា2024ចុងគ្រា2024ខ្លាយទៅជាដើមគ្រា2025ចុងគ្រា2025ខ្លាយទៅជាដើមគ្រា2026ណាហើយតបមកយើងយកដើមគ្រា2026ហ្នឹងក្នុងឆ្នាំដកជាមួយចំណាយរំលោះប្រើក្នុងឆ្នាំគឺសល់តម្លៃ0ណាអញ្ចឹងរំលោះត្រឹមត្រូវហើយព្រោះកាកសំណល់នេះយើងបានស្មានគឺ0ណាអូខេអញ្ចឹងនេះយើងបូកសរុបមកចំណាយរំលោះរបស់យើងសរុបក្នុងរយៈពេល4ឆ្នាំហ្នឹងយើងបូកទៀងផ្ទាត់ណានេះបូកទៀងផ្ទាត់ណាគឺយើងនឹងស្មើ$800អញ្ចឹងមានចំណាយរំលោះរបស់យើងធ្វើត្រឹមត្រូវហើយបងអូនអាចរៀបចំគណនានេះមុននឹងធ្វើក៏បានដើម្បីទៀងផ្ទាត់ហើយចំពោះចំណាយបង្គោលមានអីពិបាកទេចំណាយរំលោះបង្គោលគឺស្មើបង្គោលឆ្នាំដំបូងប្រើសរុបបានឆ្នាំ150ដល់ពេលចូលដល់ឆ្នាំទី2ប្រើសរុបទាំងឆ្នាំចាស់និងឆ្នាំថ្មីណាមានន័យថា150បង្គោលឆ្នាំចាស់បូកជាមួយនឹងចំណាយឆ្នាំថ្មីគឺ200ទៀត350បន្ទាប់មកបង្គោលឆ្នាំថ្មីស្មើនឹងបង្គោលឆ្នាំចាស់350បូកជាមួយនឹងចំណាយរំលោះក្នុងឆ្នាំគឺ
ឡើងបាន550ហើយចំពោះឆ្នាំ2025បង្គោលក្នុងឆ្នាំ2025វាស្មើនឹងបង្គោលឆ្នាំចាស់2024បូកជាមួយនឹងចំណាយរំលោះក្នុងឆ្នាំ2025អញ្ចឹងបាន750ហើយចំពោះបង្គោលរំលោះឆ្នាំ2026ស្មើនឹងបង្គោលរំលោះ2025បូកជាមួយនឹងចំណាយរំលោះក្នុងឆ្នាំ2026នឹងតែម្ដងគឺស្មើ$800ណាអញ្ចឹងត្រឹមត្រូវតែម្ដងអូខេនេះគឺជាការរៀបចំតារាងរំលោះស្មារតីរបស់យើងអ្នកគ្រូសង្ឃឹមថាវីដេអូនេះមានសារៈប្រយោជន៍សម្រាប់បងប្អូនមែនទែនអូខេអញ្ចឹងយើងចូលទៅចំណុចបន្ទាប់អ្នកគ្រូនឹងធ្វើការណែនាំនេះគឺជាតារាងហ្នឹងណាអូនណាអត់ពិបាកអីទេអញ្ចឹងអ្នកគ្រូសូមបញ្ជាក់ណាការពិតនៅក្នុងការសិក្សាដោយសារតែគេសន្មតនេះមួយឆ្នាំទាំងអស់ប៉ុន្តែនៅពេលដែលយើងអនុវត្តជាក់ស្ដែងនេះយើងគិតជាចំនួនខែមកចែកនឹង12ណាហើយយើងរុញបន្តមកហើយយើងគុណជាមួយនឹងចំណាយរំលោះដែលយើងកណនីតាមរូបមន្តធម្មតាទៅណានេះចឹង200គុណ 0.75 បាន150នេះ1គុណនឹង200បាន200 1គុណនឹង200គឺបាន200ដែរចំពោះឆ្នាំទី2ទី3ទី4ណាវាមានការប្រែប្រួលតែឆ្នាំទី1និងឆ្នាំចុងក្រោយបន្តិចទេណាព្រោះអីវាអាចជាក់ស្ដែងវាមិនដូចការរៀនតែម្ដងទេការរៀនវាស្រួលប៉ុន្តែជាក់ស្ដែងវាមានអ្នកពលៈអញ្ចឹងអ្នកគ្រូសង្ឃឹមថាវីដេអូនេះមានសារៈប្រយោជន៍សម្រាប់បងប្អូនខ្លាំងទៀតអូខេឥឡូវយើងចូលមកដល់វិធីសាស្ត្ររំលោះទី2គឺពាក់ព័ន្ធទៅនឹងដំណើរការនៃការប្រើប្រាស់វិធីសាស្ត្ររំលោះទ្វេភាគរបស់យើងវិញម្ដងណាអញ្ចឹងវិធីសាស្ត្ររំលោះទ្វេភាគត្រូវបានប្រើប្រាស់សម្រាប់ការកាត់បន្ថយចំណាយរំលោះប្រចាំឆ្នាំនៅក្នុងរយៈពេលប្រើប្រាស់របស់ទ្រព្យនោះហើយចំណាយរំលោះប្រចាំឆ្នាំគឺត្រូវបានគណនាដោយយកតម្លៃសមតុល្យរបស់ទ្រព្យសកម្មនៅសល់ដើមគ្រាគុណនឹងអត្រារំលោះណាអញ្ចឹងរូបមន្តខាងក្រោមនេះណាអញ្ចឹងដោយសារវាជារំលោះទ្វេភាគអញ្ចឹងមានន័យថាយើងយកប៉ុន្តែវាยังខុសពីរំលោះស្មើភាគតិចដោយសារវាយក beginning balancing របស់ទ្រព្យសកម្មនីមួយៗក្នុងដើមគ្រានីមួយៗហ្នឹងយកទៅគុណជាមួយនឹង2ហើយចែកជាមួយនឹងតម្លៃសរុបណាវាអត់មានដកជាមួយតម្លៃកាកសំណល់ដូចសូមបញ្ជាក់ឡើយហ្នឹងខាងលើនេះណាជាងយកដើមគ្រាក្នុងគ្រានីមួយៗចែកជាមួយនឹងរយៈពេលប្រើប្រាស់សរុបហើយគុណនឹង2ទៅអូខេឥឡូវយើងចូលមកកាន់ការបង្ហាញនៅក្នុងតារាងនេះឃើញទេនេះគឺជាលំហាត់មេរៀននៅក្នុងខ្លឹមសារមេរៀនដែលអ្នកគ្រូនឹងធ្វើការចែករំលែកដល់បងប្អូនដែលអ្នកគ្រូធ្វើការដឹកនាំតែម្ដងហើយឥឡូវអ្នកគ្រូសូមចូលទៅក្នុងការអនុវត្តតាក់ទងការងាររបស់យើងវិញម្ដងណាអញ្ចឹងនេះគឺវិធីសាស្ត្ររំលោះទ្វេភាគរបស់យើងគឺពាក់ព័ន្ធទៅនឹងគ្រឿងសង្ហារិមoffice furniture របស់យើងអញ្ចឹងថ្លៃដើមរបស់យើងគឺ$800ហើយអាយុកាលប្រើប្រាស់4ឆ្នាំតម្លៃកាកសំណល់គឺ0អញ្ចឹងនៅក្នុងការកំណត់នេះយើងអាចយក2ចែកបន្ទេសិនទៅណាកន្លែងនេះណាយើងអាចរកអត្រាទ្វេភាគរបស់វាគឺយើងយកកុំឲ្យញញ៉ៃយើងយកព្រួយអ្វីដែលយើងអាចធ្វើបានទៅពេលនេះគឺយកមេគុណ2នៅក្នុងរូបមន្តអ្នកនរគ្នាចាំហើយគឺ beginning balance គុណនឹង2ចែកនឹងរយៈពេលប្រើប្រាស់សរុបអញ្ចឹង beginning balance យើងដឹងហើយអញ្ចឹងយើងយក2ចែកនឹងរយៈពេលប្រើប្រាស់សរុបសិនទៅអញ្ចឹងយើងយក2ចែកជាមួយនឹងរយៈពេលប្រើប្រាស់សរុបគឺ4ឆ្នាំអញ្ចឹងយើងបាន0.5គឺស្មើនឹង50%ណាអូខេអញ្ចឹងបន្តមកទៀតយើងមកមើលពីការសិក្សារបស់យើងដឹងរួចទៅហើយណានៅឆ្នាំដំបូងគឺប្រើបានតែ9ខែទេយើងស្មើនឹង9ចែកនឹង12អញ្ចឹងឆ្នាំទី2បាន1ឆ្នាំទី3បាន1ឆ្នាំទី4ក៏បាន1ឆ្នាំទី5គឺនៅសល់តែប្រមាណគឺសល់តែ3ខែចែកនឹង12ទេដោយសារយើងប្រើ9ខែហើយសរុបក្នុងនេះគឺស្មើជាមួយនឹងបូក30ទាំង5ឆ្នាំហ្នឹងគឺបានសាស្មើ30ណាគឺសរុបអូខេកន្លែងនេះជាប់នេះហើយចឹងដាក់លេខ1ម្ដងទៀតណាចឹង4ឆ្នាំនេះដោយសារជាប់ជាអក្សរអូខេអញ្ចឹងរយៈពេលរបស់វាគឺ4ឆ្នាំណា4ឆ្នាំងាយស្រួលសាមញ្ញបំផុតណាអ្នកនរគ្នាពេលសិក្សាមកនេះគ្រូអញ្ចឹងអ្វីដែលយើងត្រូវការសិក្សានោះគឺនេះយើងត្រូវដឹង beginning balance របស់យើងសិនស្មើជាមួយនឹងអី beginning balance របស់វាគឺ$800ណាអញ្ចឹង$800គឺស្មើប្រហែលគឺស្មើជាមួយនឹង2ចែកនឹងទេគឺស្មើនឹង50%ណាចឹង2ចែកទេដល់មកយើងគុណជាមួយនឹង beginning របស់វាគឺ800ប៉ុន្តែដោយសាររយៈពេលវាគឺមានតែ 0.5 អញ្ចឹងយើងគុណជាមួយនឹង 0.75 មកគឺស្មើប៉ុណ្នេះណាគឺ$300បន្តមកទៀតយើងបាន beginning ending របស់វា ending គឺស្មើនឹង beginning
ដកជាមួយនឹងចំណាយរំលោះប្រើប្រាស់ក្នុងឆ្នាំ2022ហ្នឹងគឺស្មើ500អញ្ចឹងនេះចុងគ្រាឆ្នាំ2022ដើមជាដើមគ្រារបស់ឆ្នាំ2023ការធ្វើវាយើងពិបាកជាងរំលោះស្មារតីបន្តិចអញ្ចឹងបន្ទាប់មកទៀតយើងទៅរកចំណាយរំលោះដល់យើងដឹង beginning នេះ beginning នេះណាពីកន្លែងនេះយើងត្រូវដឹង beginning សិនអូខេឥឡូវយើងដឹងហើយ beginning អញ្ចឹងយើងយក2ចែកទេគឺ50%គុណជាមួយនឹងសមតុល្យដើមគ្រាគឺ500ប៉ុន្តែរយៈពេលប្រើប្រាស់គាត់គឺពេញមួយឆ្នាំអត់មានប៉ះពាល់ទេគុណមួយឆ្នាំគឺបាន250ណាអញ្ចឹងបន្ទាប់មក ending របស់ឆ្នាំ2023ស្មើនឹង beginning 2023ដកជាមួយនឹងចំណាយរំលោះប្រើប្រាស់ក្នុងឆ្នាំគឺសល់250អញ្ចឹងចំណាយរំលោះចុងឆ្នាំ2023ជាដើមគ្រារបស់ឆ្នាំ2024អញ្ចឹង250បន្ទាប់មកទៀតយើងបាន2ចែកទេគឺ50%យើងរកចំណាយរំលោះគឺ2ទេ2ចែកនឹងទេគុណនឹង beginning balance ណាតោះមកយើងយកគុណជាមួយនឹង beginning balance មកប៉ុន្តែដោយសាររយៈពេលវាមួយឆ្នាំយើងចង់គុណក៏មិនបញ្ហាអត់គុណក៏ដោយដែរអញ្ចឹងបាន125តោះមក ending របស់វាគឺស្មើនឹងដើមគ្រាឆ្នាំ2024ដកជាមួយនឹងចំណាយរំលោះក្នុងឆ្នាំ2024គឺស្មើ125ដល់ពេល ending របស់ឆ្នាំ2024គឺជាដើមគ្រារបស់2025អញ្ចឹងយើងបានដឹងឆ្នាំ2025អញ្ចឹងយើងយកមកទេចែក2គឺ50%គុណជាមួយនឹង beginning របស់វាគឺ125គុណជាមួយនឹងរយៈពេលរបស់វាគឺ1ឆ្នាំពេញអត់មានអីទេគឺ62ពី5បន្ទាប់មកទៀតចំណាយរំលោះចុងសមតុល្យដើមចុងគ្រាសមតុល្យចុងគ្រាគឺសមតុល្យចុងគ្រាឆ្នាំ2025គឺដើមគ្រាឆ្នាំ2025ដកជាមួយនឹងចំណាយរំលោះក្នុងឆ្នាំ2025ហ្នឹងគឺស្មើនឹង62ពី5បន្ទាប់មកទៀតនៅក្នុងចុងឆ្នាំទី5នេះនៅសល់ពី25ឆ្នាំឬក៏3ខែមានន័យថាបងអូនអើយធ្វើមិនឲ្យអានេះស្មើ0ណាធ្វើមិនឲ្យអានេះស្មើ0អញ្ចឹងយើងដឹងកន្លែងហ្នឹងវាលក្ខណៈពិសេសទេអញ្ចឹងកន្លែងនេះ0ចុងគ្រាចុងឆ្នាំ2025គឺជាដើមគ្រារបស់ឆ្នាំ2026ដោយឡែកកន្លែងនេះមានលក្ខណៈពិសេសហើយខ្ញុំអ្នកគ្រូបានពូ highlight ក្រហមឲ្យអញ្ចឹងអាហ្នឹងគឺលក្ខណៈពិសេសគឺយើងត្រូវធ្វើមិនគឺយើងត្រូវយកនេះ65នេះ65សំទោស62ពី5នេះគឺជា beginning របស់សមតុល្យដើមគ្រានៅក្នុងឆ្នាំចុងក្រោយដកជាមួយនឹងតម្លៃកាកសំណល់អញ្ចឹងអានេះគឺចំណាយរំលោះរបស់វាទាំងអស់គឺត្រូវស្មើនឹងតម្លៃចុងក្រោយដើម្បីឲ្យវាស្មើ0ណាអញ្ចឹងហ្នឹងកន្លែងចំណុចពិសេសដែលអ្នកគ្រូចង់បង្ហាញយើងអញ្ចឹងអ្នកនរគ្នាអាចធ្វើតេស្តជាមួយរូបមន្តវាសិនក៏បានប៉ុន្តែជាទូទៅគឺធ្វើតេស្តអត់ត្រូវមួយរូបមន្តវាជាទូទៅគឺអាហ្នឹងគឺត្រូវធ្វើអញ្ចឹងគឺយកតម្លៃចុងគ្រាដកជាមួយនឹងតម្លៃកាកសំណល់ណាអូខេអាហ្នឹងជួនកាលវាអាចធ្វើនៅឆ្នាំទីចុងក្រោយឬក៏ឆ្នាំមុនឆ្នាំចុងក្រោយអាចជាឆ្នាំនេះក៏បានអាហ្នឹងបើសិនជាក្នុងករណីចំណាយរំលោះវារៀងខ្លាំងណាវាអាចអស់តាំងពីនេះអញ្ចឹងជួនកាលអ្នកខ្លះក៏ប៉ាន់ស្មានណាអ្នកអ្នកលេខក៏ប៉ាន់ស្មានសូវល្អអញ្ចឹងវាអាចមានរំលោះតាំងពីឆ្នាំមុនអញ្ចឹងជាទូទៅយើងគួរតែរំលោះឲ្យវានៅយឺតចឹងទៅអាស្រ័យទៅលើការប្រើប្រាស់របស់យើងដែរទេណាជាក់ស្ដែងអូខេតោះបន្តមកទៀតបង្ករំលោះអត់មានពិបាកទេយើងស្មើឆ្នាំទី1អូខេចំពោះតារាងចុងក្រោយគឺបង្ករំលោះគឺស្មើគេនៅឆ្នាំទី1គឺស្មើនឹងចំណាយរំលោះខ្លួនឯងនៅឆ្នាំទី2ស្មើបង្ករំលោះឆ្នាំចាស់2022បូកជាមួយនឹងចំណាយរំលោះក្នុងឆ្នាំ2023បង្ករំលោះឆ្នាំ2024ស្មើនឹងបង្ករំលោះឆ្នាំ2023បូកជាមួយនឹងចំណាយរំលោះក្នុងឆ្នាំ2024បង្ករំលោះឆ្នាំ2025ស្មើនឹងបង្ករំលោះឆ្នាំ2024បូកជាមួយនឹងចំណាយរំលោះក្នុងឆ្នាំ2025បង្ករំលោះក្នុងឆ្នាំ2026ស្មើជាមួយនឹងបង្ករំលោះឆ្នាំ2025បូកជាមួយនឹងចំណាយរំលោះក្នុងឆ្នាំអញ្ចឹងមានន័យថាយកឆ្នាំចាស់បូកជាមួយនឹងចំណាយរំលោះរបស់ខ្លួនឯងគឺស្មើនឹងតម្លៃជាក់ស្ដែងគឺ800នេះអញ្ចឹងសរុបហើយចំពោះការផ្ទៀងផ្ទាត់យើងធ្វើការបូកសរុបមកចំណាយរំលោះនេះសរុបទាំងអស់ឆ្នាំហ្នឹង4ឆ្នាំហ្នឹងគឺ$800អញ្ចឹងនេះគឺជាតារាងរំលោះទ្វេភាគរបស់យើងដែលបងអូននឹងឃើញនៅក្នុង slide នេះហើយណាអញ្ចឹងនៅឆ្នាំនេះយើងនេះគឺសមាភិកនេះចំណាយរំលោះបង្ករបស់យើងឃើញនេះ62/5អ្នកគ្រូសូមបញ្ជាក់ណា62/5នេះអត់អាចគណនាតាមរូបមន្តទេចែកសំទុះ2ចែកនឹងទេគុណ beginning balance ទេយើងត្រូវយកតម្លៃស្មើនឹងតម្លៃមានន័យថាយកតម្លៃដើមគ្រាដកជាមួយតម្លៃកាកសំណល់ទៅឃើញណាអានឹងមួយគឺយកតម្លៃ
ដើមគ្រាដកជាមួយតម្លៃកាកសំណល់វិញណាបញ្ជាក់ឲ្យបញ្ជាក់ទៀតណាអូខេបន្តមកទៀតយើងចូលដល់វីដេអូក្រោយអ្នកគ្រូនឹងបង្ហាញយើងបន្តអញ្ចឹងនៅក្នុងវីដេអូនេះវែងដែរអ្នកគ្រូសូមបញ្ចប់ត្រឹមហ្នឹងហើយយើងបន្តនៅក្នុងវីដេអូបន្តទៀតអរគុណច្រើនហើយកុំភ្លេចជួយ like និង subscribe channel ESK Education ដើម្បីទទួលបានវីដេអូចំណេះដឹងបន្តទៀតបើមានការខុសឆ្គងការប្រើប្រាស់សម្ដីក៏សូមខន្តីអភ័យទោសផងដែរអរគុណច្រើនជួបគ្នានៅភាគបន្តបាយបាយ